សូមជូនព័ត៌មានជាតិព័ត៌មានក្នុងស្រុកសំខាន់បន្ទាន់សម្រាប់បងប្អូនទាំងអស់គ្នាសម្ដេចធិបតីហ៊ុនម៉ាណែតប្រាប់ការពិតចំនួន3ចំណុចអំពីបញ្ហាព្រំដែនកម្ពុជាថៃទៅដល់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងភ្នំពេញសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រាប់ការពិតចំនួន3ចំណុចអំពីបញ្ហាព្រំដែនកម្ពុជាថៃដល់លោកអេម៉ាញូអែលម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅទីក្រុងប៉ារីសនេះបើតាមការបញ្ជាក់ពីលោកតាន់ហ្វង់សង់សឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសការបញ្ជាក់បែបនេះរបស់លោកតាន់សង់ហ្វ្រង់សឺធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិលត្រឡប់មកកម្ពុជាវិញរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតក្រោយបញ្ចប់កិច្ចប្រជុំកំពូល One Head Summit និងទស្សនកិច្ចការងារនៅទីក្រុងប៉ារីសប្រទេសបារាំងនៅថ្ងៃទី9 ខែមេសាឆ្នាំ2026លោកតាន់សង់ហ្វ្រង់សឺបានបញ្ជាក់ថាក្នុងជំនួបជាមួយនឹងលោកអេម៉ាញូអែលម៉ាក្រុងសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានលើកឡើងពីការពិតអំពីព្រំដែនកម្ពុជាថៃដោយមិនបំភ្លឺឲ្យហួសការពិតហើយមិនបង្រួញឲ្យតូចជាងការពិតទេក្នុងនោះសម្ដេចលើកឡើង3ចំណុចសំខាន់ទី1ភាពតានតឹងកំពុងបន្តគ្របដណ្ដប់តាមព្រំដែនកម្ពុជាថៃដោយសារកងទ័ពថៃបានចូលជ្រៅហួសព្រំដែនស្របច្បាប់មកចូលក្នុងទឹកដីកម្ពុជាហើយកំពុងកាន់កាប់ទឹកដីទាំងអស់នោះដោយខុសច្បាប់អន្តរជាតិមិនតែប៉ុណ្ណោះកងទ័ពថៃបានគំទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានិងរារាំងពលរដ្ឋរាប់ម៉ឺននាក់មិនឲ្យមានលទ្ធភាពទៅកាន់ផ្ទះវិញទី2ដាច់ខាត់កម្ពុជាមិនទទួលឡើយនៅស្ថានភាពនៅការកែប្រែខ្សែបន្ទាត់ព្រំដែនខុសច្បាប់អន្តរជាតិបានន័យថាទោះបីជាថៃបានឈ្លានពានយកទឹកដីកម្ពុជាក៏ទឹកដីទាំងនោះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជានិងទី3សម្ដេចបវរធិបតីហ៊ុនម៉ាណែតបានជម្រាបប្រធានាធិបតីបារាំងថាកម្ពុជានៅតែរក្សាជំហរដោះស្រាយចំនួនព្រំដែនជាមួយថៃដោយសន្តិវិធីផ្អែកតាមកិច្ចព្រមព្រៀងដែលមានស្រាប់និងគ្រប់កិច្ចព្រមព្រៀងដែលថៃនិងកម្ពុជាបានចុះហត្ថលេខាជាមួយគ្នាប្រធានាធិបតីបារាំងកម្ពុជានិងបារាំងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀតសេចក្តីថ្លែងការណ៍របស់លោកម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំងបន្ទាប់ពីជំនួបពិភាក្សាជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងប៉ារីសយោងតាមសេចក្តីថ្លែងការណ៍បានគូបញ្ជាក់ថាសូមអរគុណចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយកាលពីម្សិលមិញនៅទីក្រុងលីយ៉ុងនិងសម្រាប់ការពិភាក្សាផ្លាស់ប្ដូរយោបល់រវាងយើងនៅថ្ងៃនេះនៅក្នុងទីក្រុងប៉ារីសលោកម៉ាក្រុងបានសង្កត់ធ្ងន់ថារវាងកម្ពុជានិងបារាំងយើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀតក្នុងវិស័យធម្មពលសុខុមាភិបាលក៏ដូចជាវិស័យបេតិកភណ្ឌតាមរយៈអង្គការ Francophonie យើងក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរបន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villa Center ក្នុងឆ្នាំ2024ការណាត់ជួបបន្ទាប់ពីត្រូវបានកំណត់ឡើងនៅភ្នំពេញដែលនៅទីនោះខ្ញុំមានសេចក្តីសោមនស្សរីករាយ
ក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកានេះជាឱកាសបន្ថែមមួយទៀតដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរកាន់តែស្អិតរមួតខ្លាំងឡើងរឿងធំហើយចាំមើលតើបន្ទាប់ពីជំនួបជួបគ្នាបែបនេះតើនឹងមានរឿងអ្វីកើតឡើងនៅក្នុងប្រទេសចិនខ្សែស្ដេចថៃបន្តទៅចិនប្រកាសពីទំនាក់ទំនងស៊ីជម្រៅជាមួយចិនអន្តរជាតិរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីបានជួបពិភាក្សាការងារជាមួយនឹងព្រះមហាក្សត្រីមហាចក្រីសិរិនធននៃប្រទេសថៃនៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធដោយបានបញ្ជាក់សារជាថ្មីនៃការបដិញ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅនិងជំរុញការកសាងសហគមន៍វាសនារួមចិនថៃលោកវ៉ាងយីបានលើកឡើងពីកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រធានាធិបតីចិនលោកស៊ីជីនពីងនិងព្រះមហាក្សត្រថៃមហាវិជ្ជវឡាលង្កនកាលពីឆ្នាំមុនដើម្បីធ្វើជាក្របខ័ណ្ឌតម្រង់ទិសគណៈដែលព្រះមហាក្សត្រីសិរិនធនបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធលើគ្រប់វិស័យរួមមានបច្ចេកវិទ្យាកសិកម្មអប់រំនិងវប្បធម៌ដើម្បីពង្រឹងចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរតើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ពីខ្សែស្ដេចថៃបន្តទៅជួបចិនប្រកាសពីទំនាក់ទំនងស៊ីជម្រៅជាមួយចិនស្ថានភាពនៅទួលដែនកម្ពុជាថៃដើរមកដល់របត់មួយដែលទាមទារឲ្យកម្ពុជាយើងនឹងគិតជ្រៅគិតវែងឆ្ងាយលំអិតនិងបែបយុទ្ធសាស្ត្រជាទីបំផុតដើម្បីសម្រេចចិត្តឲ្យត្រូវទាមទារឲ្យទាល់តែបានមកវិញនៅទឹកដីដែលថៃកាន់កាប់គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលមិនបាច់សង្ស័យទេហើយមិនបាច់ស្ដាប់ការឃោសនារបស់អ្នកដទៃទេនោះហើយជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលតើត្រូវឬគួរទាមទារបែបណាចម្លើយស្រួលទេគ្រប់មធ្យោបាយទាំងអស់ដែលរាជរដ្ឋាភិបាលកម្ពុជាអាចធ្វើទៅបានប៉ុន្តែដោយត្រូវគិតនិងថ្លឹងថ្លែងគ្រប់ពេលវេលានិងបែបលំអិតជាទីបំផុតថាតើទង្វើនេះឬទង្វើនោះសេចក្តីសម្រេចចិត្តនេះនិងសេចក្តីសម្រេចចិត្តនោះការដោះស្រាយរបៀបនេះនិងការដោះស្រាយរបៀបនោះពិតជានាំមកនៅចំណេញច្រើនជាងការខាត់បងដែរឬទេសម្រាប់ផលប្រយោជន៍របស់ប្រទេសជាតិទន្ទឹមនេះហើយយើងបញ្ចប់ត្រឹមនេះមិនបាច់សួរអីផ្សេងទៀតទេខ្ញុំថាប៉ុណ្្នឹងក្បោះបាយគ្រប់គ្រាន់ហើយខ្ញុំចង់ឆ្លៀតជម្រាបប្រជាជាតិយើងថានៅក្នុងចំនួនបែបកម្ពុជាថៃណាមានច្រើនណាស់នៅក្នុងពិភពលោកប្រវត្តិសាស្ត្រពិភពលោកស្ដែងឲ្យឃើញថាអ្នកខ្លាំងផ្នែកយោធាមិនមែនចេះតែឈ្នះរហូតទេឧទាហរណ៍ជាក់ស្ដែងគឺករណី Timor Leste និងឥណ្ឌូនេស៊ីសម្រាប់បាននៅឆ្នាំ2002ឧទាហរណ៍មួយទៀតគឺករណីប៉ាណាម៉ានិងសហរដ្ឋអាមេរិកសម្រាប់បាននៅឆ្នាំ1999ករណី Timor Leste ករណីប៉ាណាម៉ាស្ដែងឲ្យឃើញថាពេលវេលាកលៈទេសៈប្រវត្តិសាស្ត្រការប្រើច្បាប់និងការទូតព្រមទាំងជាពិសេសការចងចាំឥតភ្លេចការចងចាំតជំនាន់
សុទ្ធសឹងជាកត្តាកំណត់នៃជ័យជំនះរយៈកាលវែងរបស់ប្រទេសខ្សោយជាងទៅលើប្រទេសខ្លាំងជាងបាទសូមអរគុណ